បរោះម្នាក់គ្រាន់តែរើក្បឿងមួយផ្ទាំងមិននឹកស្មានថាបែរជាបានរកឃើញឱកាសមាសដ៏ធំសោះបងប្រុសបងដឹងទេថាអត់របស់ពួកគេយកមកពីណាប៉ុន្មានដែរក្រោយដឹងតម្លៃអត់គំនិតមួយក៏ផុសឡើងភ្លាមល្ងាចឡើងបរោះនោះក៏ចាប់ផ្ដើមធ្វើការពិសោធន៍ស៊ីម៉ងមួយបាវបុកសាច់មួយបាវអាចធ្វើអត្តបានប៉ុន្មានផ្ទាំងឯងមិនដឹងទេអេស៊ីម៉ងរបស់ពួកគេនេះសុទ្ធតែក្រុមហ៊ុនក្រុងនាំចូលពីខាងក្រៅបើខ្ញុំធ្វើអត់នេះខ្ញុំធានាថាថោកជាងពួកគេ5កាក់យ៉ាងតិចតែប្រពន្ធបែរជាគិតថាប្តីកំពុងយកសពទាំងភ្នាក់បើពិតជាឱកាសមែនក៏មិនមែនជាវេនប្តីដែររកស៊ីម៉ងនៅការដ្ឋានដូចដើមទៅល្អជាងប្រពន្ធរឿងនេះឯងមិនទាន់យល់ទេអេស៊ីម៉ងក៏ជាអត់ដែរ22000033 5660035 អេស៊ីម៉ងក៏ជាអត់ដែរនេះគឺជាឱកាសមាសប្រកាសណាស់ឯងសាកមើលទៅដូច្នេះហើយព្រឹកថ្ងៃបន្ទាប់បរោះនោះក៏កាន់អត់រត់ទៅការិយាល័យអភិបាលរងចង់ឲ្យគាត់មើលថាតើមួយណាមានគុណភាពល្អជាងអភិបាលរងក៏ទៅពិនិត្យមើលអត់ទាំងពីរយ៉ាងយកចិត្តទុកដាក់ហើយមិនយូរប៉ុន្មានក៏បានផ្ដល់លទ្ធផលហាក់ដូចជាផ្ទាំងនេះល្អជាងបរោះនោះសប្បាយចិត្តជាខ្លាំងព្រោះអត់ដែលអភិបាលរងជ្រើសរើសគឺពិតជាអត់ដែលគាត់បានធ្វើតាំងពីយប់មិញផ្ទាំងនេះគឺក្រុមហ៊ុនក្រុងនាំចូលពីខាងក្រៅផ្ទាំងនេះខ្ញុំជាអ្នកធ្វើបរោះនោះបញ្ជាក់ថាអត់ដែលនាំចូលពីខាងក្រៅមានគុណភាពអន់ហើយតម្លៃក៏មិនថោកដែររីឯអត់ដែលគាត់ធ្វើមិនត្រឹមតែធានាគុណភាពប៉ុណ្ណោះទេថែមទាំងលក់ឲ្យក្រុមហ៊ុនក្រុងក្នុងតម្លៃថោកជាងពួកគេ5កាក់ទៀតផងគុណភាពល្អបែបនេះហើយតម្លៃថោកទៀតអភិបាលរងក៏ចាប់អារម្មណ៍ភ្លាមចឹងឯងអាចធានាថាអត់របស់ឯងគ្រប់ទាំងសុទ្ធតែមានគុណភាពបែបនេះបានទេខ្ញុំធានាដាច់ខាតឃើញបរោះនោះមានទំនុកចិត្តបែបនេះអភិបាលរងក៏យល់ព្រមជួយគាត់សួរទៅផ្នែកពាក់ព័ន្ធក្រោមជំនួយពីអភិបាលរងអេស៊ីម៉ងដែលបរោះនោះផលិតក៏ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការឃើញអេតមានគុណភាពល្អតម្លៃថោកហើយគុណភាពក៏ធានាបានទៀតក្រុមហ៊ុនក្រុងក៏ដាក់ការបញ្ជាទិញយ៉ាងច្រើនភ្លាមក្នុងរយៈពេល5ថ្ងៃរៀបចំអេស៊ីម៉ង100000ផ្ទាំងទៀតឲ្យខ្ញុំ5ថ្ងៃ100000ផ្ទាំងត្រូវហើយនេះប្រហែលជាពិបាកបន្តិចហើយឯងមើលគ្រួសារយើងធ្វើការទាំងយប់ទាំងថ្ងៃមួយថ្ងៃផលិតបានតែ200ផ្ទាំងសរុបអត់ទេខ្ញុំប្រាប់ឯងផ្លូវនេះត្រូវតែរួចរាល់ក្នុងរយៈពេល5ថ្ងៃទៀតបើឯងផ្គត់ផ្គង់មិនបានខ្ញុំនឹងទិញពីអ្នកផ្សេងហើយអញគុំដូច្នេះហើយបើឯងអាចបំពេញភារកិច្ចក្នុងរយៈពេល5ថ្ងៃបានខ្ញុំនឹងចុះកុងត្រាជាមួយឯងភ្លាមហើយជាកុងត្រាផ្គត់ផ្គង់រយៈពេលវែងទៀតផងជាឱកាសកុំរកបានបរោះនោះក៏មិនចង់បាត់បង់វាដែរក្រោយគិតមួយសន្ទុះក៏ខំមាត់យល់ព្រមក្រោយត្រឡប់មកវិញបរោះនោះក៏កោះហៅសាច់ញាតិនិងអ្នកជិតខាងទាំងអស់ធ្វើការថែមម៉ោងទាំងយប់ទាំងថ្ងៃដើម្បីផលិតអេតតែទោះបីជាយ៉ាងណាក៏ដោយសមត្ថភាពផលិតរបស់ពួកគេនៅតែមិនទាន់គ្រប់គ្រាន់ឃើញការបញ្ជាទិញពីក្រុមហ៊ុនក្រុងនៅមិនទាន់ហើយផងក្រុមហ៊ុនពីក្រៅខេត្តក៏នាំគ្នាប្រញាប់ចុះកុងត្រាជាមួយគាត់ដែរតែមើលសាច់ញាតិនិងមិត្តភ័ក្តិដែលនឿយហត់រហូតដួលសន្លប់បរោះនោះក៏ចាប់ផ្ដើមភ័យខ្លាចបើនៅតែបន្តធ្វើការថែមម៉ោងបែបនេះទៀតមិនដឹងថ្ងៃណាមួយនឹងមានមនុស្សស្លាប់ដោយសារនឿយហត់នោះទេដូច្នេះបរោះនោះក៏សម្រេចចិត្តនាំចូលឧបករណ៍ជំនាញដើម្បីផលិតអេតដោយម៉ាស៊ីនក្នុងបរិមាណច្រើនពីមុនឯងទទួលបានការបញ្ជាទិញពីក្រុមហ៊ុនក្រុងក៏ដោយសារតែអេតដៃរបស់ឯងមានគុណភាពល្អឥឡូវឯងបដូរមកផលិតដោយម៉ាស៊ីនវិញគុណភាពនៅតែល្អដែរឬដឹងថាអភិបាលរងមានការព្រួយបារម្ភបរោះនោះក៏ទះទ្រង់ធានាភ្លាមថាអស់រយៈពេលជាច្រើនឆ្នាំមកនេះគាត់តែងតែធ្វើការជាមួយអេតឧបករណ៍ដែលនាំចូលគ្រាន់តែកែច្នៃបន្តិចបន្តួចក៏អាចផលិតអេតដែលមានគុណភាពល្អជាងពេលបច្ចុប្បន្នទៅទៀតគ្រាន់តែឧបករណ៍មួយគ្រឿងតម្លៃ200,000មិនអាចកាត់បន្ថយមួយកាក់បានទេហើយត្រូវបង់ប្រាក់ភ្លាមទៀតខ្ញុំទៅរកលុយឯណាបានច្រើនម្លឹងបែបនេះចុះ200,000រដ្ឋាភិបាលជួយឯងផ្ដល់កម្ចីដល់ឯងឆាប់ទិញម៉ាស៊ីនមកកុំឲ្យខាតពេលផលិតម្យ៉ាងទៀតខ្ញុំនឹងរកកន្លែងឲ្យឯងបើករោងចក្រទៀតផងយីពិតមែនលោកអភិបាលរងអូយខ្ញុំអរគុណលោកខ្លាំងណាស់លោកពិតជាអ្នកមានគុណរបស់ខ្ញុំហាអីយ៉ាមិនយូរប៉ុន្មានបរោះនោះក៏បាននាំចូលឧបករណ៍ហើយចាប់ផ្ដើមផលិតតែដោយសារតែទំហំកាន់តែធំឡើងវត្ថុធាតុដើមសម្រាប់ផលិតអេតក៏មានបញ្ហាទៀតដោយសារថ្មកំទេចនៅជុំវិញភូមិស្ទើរតែអស់រីឯវត្ថុធាតុដើមដែលនៅឆ្ងាយជាងនោះក៏មានតម្លៃថ្លៃកប់ពុកបរោះនោះគិតនាតម្លៃដើមហើយក៏ដឹងថាមិនអាចទ្រាំទ្របានដូច្នេះអភិបាលរងក៏មានវិធីសាស្ត្រមួយដែលចំណេញទាំងសងខាងភ្លាមគាត់និយាយថាបញ្ហានេះឲ្យគាត់ជាអ្នកដោះស្រាយលក្ខខណ្ឌតែមួយគត់គឺការផលិតអេតមិនត្រូវបញ្ឈប់ឡើយហើយត្រូវធានាគុណភាពអត់ដាច់ខាតបរោះនោះរំភើបចិត្តនិយាយអរគុណមិនដាច់ពីមាត់សន្យាថាពិតជាមិនធ្វើឲ្យការខិតខំប្រឹងប្រែងរបស់អភិបាលរងខកបំណងឡើយក្រោយត្រឡប់ទៅវិញអភិបាលរងក៏បានបើកកិច្ចប្រជុំថាលើកមុនមានការបាក់ដីថ្មកំទេចពីព្រែកខាងឆ្វេងខាងនាយកដ្ឋានធនធានទឹកដឹកទៅណាហើយរហូតមកដល់ពេលនេះក៏មិនទាន់ដោះស្រាយអស់ប៉ុន្មានផងបរិមាណច្រើនពេកពិបាកដោះស្រាយនៅនឹងកន្លែងទឹកចេញទៅក្រៅក៏គ្មានកន្លែងដាក់ដែរមិនដឹងថាត្រូវដោះស្រាយដល់ពេលណាទេបែបនេះចុះថ្មធំនោះពួកឯងរកវិធីដោះស្រាយដោយខ្លួនឯងទៅចំណែកថ្មដូចឯងរកមនុស្សឲ្យដឹកទៅរោងចក្រអត់របស់ທາງស៊ឺថៅគិតតែថ្លៃដឹកជញ្ជូនបានហើយមានរឿងល្អបែបនេះផងគ្មានបញ្ហាទេគាត់ត្រូវការប៉ុន្មានខ្ញុំឲ្យប៉ុណ្ណឹងលោកឆេនសំណរ៉ែនៅស្រុកអ៊ូជាងរបស់លោកប្រើអស់ហើយឬនៅអីយ៉ាដឹកចេញម្ដងបន្តិចក៏រកកន្លែងដោះស្រាយល្អមិនឃើញដែរ
ឯងយកសំណាក់ខ្លះទៅឲ្យខាងស៊ឺធើឲ្យគាត់មើលថាតើអាចយកមកធ្វើអត់ស៊ីម៉ងបានឬអត់ខ្ញុំនឹងចាត់មនុស្សឲ្យដឹកទៅភ្លាមបើអាចធ្វើបានខ្ញុំនឹងឲ្យគាត់ដោយមិនគិតថ្លៃតែគាត់ត្រូវតែប្រើប្រាស់វាឲ្យអស់ក្នុងរយៈពេលកន្លះឆ្នាំបញ្ហាវត្ថុធាតុដើមក៏ត្រូវបានដោះស្រាយឃើញថ្មកំទេចជាច្រើនឡានដឹកចូលរោងចក្របុរសនោះសប្បាយចិត្តឥតអុកញ៉ាក៏មិនអាចទុកចិត្តសរសើរអភិបាលរងបានឡើយពិតជាសមជារដ្ឋបាលរបស់ប្រជាជនមែនក្រោមជំនួយពីអភិបាលរោងចក្រអត់របស់បុរសនោះក៏រីកចម្រើនទៅមុខមួយឆ្នាំក្រោយមកថែមទាំងបានបង្កើតជាក្រុមហ៊ុនធំទៀតផងក្រុមហ៊ុននេះក៏បានក្លាយជាសហគ្រាសគាំទ្រដ៏សំខាន់របស់ស្រុកយ៉ាងណាមិញក្រោយមេដឹកនាំស្រុកចុះត្រួតពិនិត្យការងាររួចបុរសនោះបែរជាធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយលោកអភិបាលរងវាងខ្ញុំមានរបស់មួយចង់ជូនលោកក្រោយមកបុរសនោះក៏បានយកកាដូដ៏អាចកំបាំងមួយចេញមកហើយហុចឲ្យអភិបាលរងនៅចំពោះមុខលេខាធិការនិងអភិបាលស្រុកពេលនោះអភិបាលរងក៏ចាប់ផ្ដើមភ័យខ្លួនឯងបន្ទាប់មកបុរសនោះក៏ឲ្យអភិបាលរងបើកមើលលទ្ធផលគឺពេលអភិបាលរងបើកប្រអប់ក៏ស្លេកស្លាំងគេឃើញគាត់យកលុយមួយដុំយឺតចេញពីប្រអប់លេខាធិការនិងអភិបាលស្រុកឃើញទិដ្ឋភាពនេះក៏ស្លេកមុខភ្លាម